សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ admin មានសាច់រឿងថ្មីមួយទៀតហើយដែលបងប្រុសរុនគាត់បានចែករំលែកដោយគាត់និយាយថាជាសាច់រឿងផ្ទាល់ខ្លួនរបស់គាត់តែម្ដងគឺសង្សាររបស់គាត់នឹងបានហៅគាត់ទៅលេងនៅពេលដែលគេនៅបន្ទប់ជួលតែម្នាក់ឯងអញ្ចឹងណាអញ្ចឹងចង់ដឹងថាសាច់រឿងបងរុនដែលចែករំលែកនឹងមានលក្ខណៈបែបណាបន្តទៀតសូមបងប្អូនជួយចុចសម្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាហើយកុំភ្លេចជួយ subscribe channel admin ម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តមកកាន់ admin អញ្ចឹងកុំឲ្យខាតពេលវេលាយូររីករាយសម្ដាប់សាច់រឿងរបស់បងរុនទាំងអស់គ្នាណាបុគ្គលនឹងគាត់បានយកសាច់រឿងរបស់គាត់ដែលគាត់និយាយថាគាត់នឹងបានទៅលេងផ្ទះសង្សារចាស់របស់គាត់ដែលសង្សារចាស់របស់គាត់នឹងបានបែកគ្នារយៈពេលជាង2ឆ្នាំមកហើយតែថ្ងៃមួយនឹងសង្សារចាស់របស់គាត់នឹងបែរជាឆាតមកគាត់អញ្ចឹងណាហើយសួរបង្រុនថានៅណាអញ្ចឹងទៅស្រុកហើយនៅអីចឹងណាដោយពេលហ្នឹងគឺថារៀបចូលឆ្នាំអញ្ចឹងបងប្អូនហើយពេលហ្នឹងផងដែរសង្សាររបស់គាត់នឹងគេនៅជាមួយនឹងមិត្តភ័ក្តិរបស់គេទេប៉ុន្តែអត់ដឹងថាហេតុអីដែរបានជាសង្សាររបស់គាត់នឹងឆាតមកគាត់អញ្ចឹងណាអញ្ចឹងគាត់ក៏ឆ្ងល់ដែរអញ្ចឹងគាត់ក៏សួរថាមិនហើយសុខសប្បាយអត់អីចឹងណាសួរនាំលក្ខណៈថាមនុស្សបែកគ្នាយូរមានការនឹករលឹកគ្នាអញ្ចឹងណាហើយសង្សាររបស់គាត់ហ្នឹងក៏បានសួរនាំបង្រុនដូចគ្នាថាមិនហើយទៅស្រុកអីនៅអញ្ចឹងណាហើយចូលឆ្នាំប្រងតលេងនៅណាខ្លះអីចេះចោះអញ្ចឹងទៅហើយបង្រុនក៏បានសួរថាសុខសប្បាយហើយខាងនោះមិនដែរសុខសប្បាយអីអត់អញ្ចឹងណាហើយនៅម្នាក់អីចឹងទៅហើយសង្សារចាស់របស់គាត់ហ្នឹងប្រាប់ថាគាត់នៅតែម្នាក់ឯងទេដោយមិត្តភ័ក្តិនៅជាមួយនឹងគេបានទៅស្រុកមុនគាត់អញ្ចឹងណាហើយសង្សាររបស់ចាស់របស់គាត់ហ្នឹងក៏ថាមានការនឹករលឹកអីចឹងទៅដោយសារតែពីមុនធ្លាប់ជាសង្សារនឹងគ្នាអីចឹងណាហើយក៏បានសួរបង្រុនថាថ្ងៃហ្នឹងទៅនេអត់អីអត់អញ្ចឹងណាហើយយប់នឹងរវល់អត់អីចឹងទៅហើយបង្រុនគាត់ថាគាត់អត់រវល់ទេព្រោះដោយសារតែគេចូលឆ្នាំអញ្ចឹងការងាររៀងស្បោយអញ្ចឹងហើយបើពេលយប់វិញគាត់ទៅនេអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅសង្សាររបស់គាត់ហ្នឹងគាត់ថាអញ្ចឹងយប់ហ្នឹងអាចមកលេងឬក៏អាចជួនខ្ញុំទៅដើរលេងអីបានអត់អញ្ចឹងណាហើយបង្រុនគាត់ថាមានអីហើយណាមួយបង្រុនក៏ពេលតែបែកពីសង្សារចាស់របស់គាត់ហ្នឹងគាត់និយាយថាគាត់អត់មានសង្សារទេហើយក៏បានសួរនាំសង្សារចាស់របស់គាត់ដែរថាមានសង្សារមានអីនៅអញ្ចឹងណាហើយសង្សារចាស់របស់គាត់ហ្នឹងក៏ថាគេមានហើយអញ្ចឹងដែរប៉ុន្តែប្រហែលថ្ងៃហ្នឹងគេឆ្លោះគ្នាអញ្ចឹងហើយអត់សូវសប្បាយចិត្តអញ្ចឹងណាចង់មានអ្នកជួនដើរលេងអីអញ្ចឹងណាហើយបង្រុនក៏ថាអញ្ចឹងអត់អីទេបើសិនថាអត់សប្បាយចិត្តអត់អីចាំល្ងាចហ្នឹងចាំទៅញ៉ាំអីបន្តិចក៏បានដែរអញ្ចឹងណាចាំជួនទៅអញ្ចឹងទៅហើយនៅពេលហ្នឹងផងដែរបង្រុនក៏បានឈប់តបឆាតសង្សារចាស់របស់គាត់ហ្នឹងទៅទោះតែពេលល្ងាចបានគាត់ទេទៅសង្សារចាស់របស់គាត់ហ្នឹងហើយសួរថាទៅនៅអីនៅថាទៅញ៉ាំអីមិនហើយទៅអត់អីចឹងណាហើយសង្សារចាស់របស់គាត់ថាមានអីខ្ញុំធ្វើខ្លួនឯតាចាំតាបងមកយកទេអញ្ចឹងតែបង្រុនគាត់ថាអញ្ចឹងចាំបន្តិចចឹងចាំខ្ញុំចេញទៅយកដោយសារតែគាត់នឹងស្គាល់បន្ទប់ជួលរបស់សង្សារចាស់របស់គាត់ដែរអញ្ចឹងណាដោយសារតែបន្ទប់ជួលហ្នឹងគឺតាំងពីគាត់នៅជាសង្សារនឹងគ្នាហើយគាត់ធ្លាប់បានទៅលេងម្ដងជា2ដងដែរអញ្ចឹងណានៅពេលដែលទៅយកសង្សាររបស់គាត់ទៅញ៉ាំអីហើយអញ្ចឹងទៅបង្រុនហ្នឹងក៏បានសួរសង្សារចាស់របស់គាត់ថាអញ្ចឹងណែទៅផ្ទះស្មានណាហើយផ្ទះជួលគេបិទអីស្មានណាអញ្ចឹងណាប្រយ័ត្នទៅយប់ជ្រៅអីចឹងទៅគេម្ចាស់ផ្ទះគេបិទទ្វារអញ្ចឹងទៅពិបាករកកន្លែងគេញ៉ាំបានអញ្ចឹងទៅហើយពេលហ្នឹងសង្សារចាស់របស់គាត់នេះក៏ថាបងប្រញាប់ទៅណាទៅស្មាននឹងសោះអីចឹងណាគេមិនទាន់ចង់ទៅផ្ទះផងមិនអត់ចង់ជូនគេដើរលេងទៀតអញ្ចឹងអីមែនអញ្ចឹងណាលក្ខណៈញ៉ែញ៉ក់ដាក់គាត់អញ្ចឹងទៅហើយបង្រុនក៏ថាអត់អីទេបើសិនថាណែនៅបន្តទៀតក៏នៅទៅអត់អីទេព្រោះបងមនុស្សប្រុសទោះបីយប់ចង់គេងទៅណាក៏បានដល់ពេលមកសង្សារចាស់របស់គាត់ហ្នឹងក៏ថាមានអីទេផ្ទះជួលអូនក៏គេមិនទាន់បិទអីម៉ោងស្មានហ្នឹងដែរតោះតែម៉ោងមិន10ទៅម៉ោង12បានគេបិទទ្វារអញ្ចឹងណាហើយបើសិនថាម៉ោង9ម៉ោង10ម៉ោង9ហ្នឹងគេអត់ទាន់បិទទេហើយបើសិនថាមិនមកទេមកឯងចេញពីហ្នឹងទៅគេនៅបន្ទប់អូនក៏បានដែរព្រោះណាមួយអូនគេម្នាក់ឯងអញ្ចឹងអត់ហ៊ានគេអីចឹងណាហើយបង្រុនក៏ថាធ្វើចឹងមិនកើតណាមួយអូនជាស្រីហើយបងជាប្រុសអញ្ចឹងណាហើយក៏ពិតទៅក្នុងចិត្តបង្រុនមិនមែនគិតបែបហ្នឹងឯងបន់ឲ្យតែគេហៅឲ្យទៅដេកនៅបន្ទប់គេអញ្ចឹងណាដល់ពេលដែលហូបអីរួចរាល់អីចឹងទៅដើរលេងអីសួនអីមកស្បក់អីចឹងទៅបានសង្សារចាស់របស់គាត់នឹងថាប្រាប់ថាងុយគេអញ្ចឹងណាឲ្យបង្រុននឹងជួនទៅបន្ទប់ជួលអញ្ចឹងទៅហើយនៅពេលដែលជួនទៅបន្ទប់ជួលហ្នឹងទៅបង្រុននឹងក៏បាននិយាយដែរថាអូនឯងគេម្នាក់ឯងកើតអត់អញ្ចឹងណាបើការគេម្នាក់ឯងកើតអញ្ចឹងទេបងទៅគេបន្ទប់បងវិញអញ្ចឹងណាហើយសង្សារចាស់របស់គាត់នឹងថាម៉ែឯងប្រុងតាណាចោលអូនមែនគេម៉ែឯងថាគេនៅហ្នឹងឯងអញ្ចឹងគេនៅហ្នឹងទាំងអស់គ្នាទៅចាំព្រលឹមឡើងចាំម៉ែឯងភ្ញាក់ទៅធ្វើការទៅហើយអូនទៅធ្វើការដែរដល់ពេលឮតែនិយាយប៉ុណ្ណឹងមានទេបង្រុនប្រជុំតោយ៉ាងលឿនហ្មងគាត់និយាយអញ្ចឹងណាគាត់និយាយថាបន់ឲ្យតែគេថាអញ្ចឹងណាហើយដល់ពេលតែគាត់ប្រជុំតោភ្ជុំអីហើយអញ្ចឹងទៅគាត់ក៏ចូលងូតទឹកងូតអីអញ្ចឹងទៅសង្សារគាត់ក៏ងូតទឹកងូតអីហើយរៀបចំកន្លែងដេកកន្លែងអីអញ្ចឹងទៅហើយគាត់ថាយប់ហ្នឹង
គឺសង្សារចាស់របស់គាត់នឹងគ្មានឲ្យគាត់បានដេកទេដោយសង្សារចាស់របស់គាត់នឹងលក្ខណៈថានិយាយពីរឿងរ៉ាវអនុស្សាវរីយ៍លក្ខណៈថាធ្លាប់ជាសង្សារនឹងគ្នាអីលក្ខណៈថារឿងល្អពីមុនអញ្ចឹងណាមិនគួរណាបែកគ្នាតែឥឡូវលក្ខណៈបែកគ្នាមែនតែលក្ខណៈថាដូចជាមិត្តភក្តិល្អអីចឹងណាហើយគឺថាបងរុនគាត់ថាសង្សាររបស់គាត់នឹងគឺគេអោបគាត់អញ្ចឹងណាតែបងរុនថាមិនឲ្យខាតទេយប់ហ្នឹងគឺគាត់លក្ខណៈថានេះនោះមួយសង្សារគាត់ដែរអញ្ចឹងណាមួយនៅបន្ទប់តែ2នាក់មានទៅពិបាកអីបងរុនគាត់និយាយអញ្ចឹងគឺលក្ខណៈថាគាត់និយាយត្រូវមួយសង្សារគាត់អញ្ចឹងទៅក៏បានសម្រេចមួយសង្សារគាត់នៅយប់ហ្នឹងហើយមិនមែនតែម្ដងទេពីរដងគាត់និយាយអញ្ចឹងណាហើយគាត់ថាសង្សារចាស់របស់គាត់ហ្នឹងលក្ខណៈថាជាមនុស្សដែរស្រួលអីចឹងណាលក្ខណៈថាមិនញ៉ៃញ៉ៃទេព្រោះដោយសារថាបើសិនជាធ្វើរឿងអីអញ្ចឹងហើយក៏នាងមិនចេះញ៉ៃញ៉ៃដែរហើយគឺថាបែកគ្នាគឺបែកគ្នាធម្មតាអញ្ចឹងណាតែលក្ខណៈថាគេនឹកអនុស្សាវរីយ៍ដែរហើយណាមួយបងរុននេះលក្ខណៈថារបស់ល្អដែរអញ្ចឹងណាហើយត្រូវបងពើរបស់បងរុននេះក៏ធំអញ្ចឹងហើយក៏វែងអញ្ចឹងទៅហើយកម្លាំងអីគឺថាក៏ខ្លាំងដែរអញ្ចឹងណាគឺនាងពេញចិត្តអញ្ចឹងណាហើយគាត់ថាសង្សារចាស់របស់គាត់នឹងបកែញ៉ាំក្រែមបកែអីណានៃហើយបងរុនគាត់ថាគាត់នេះក៏បកែណាតអីចឹងទៅហើយគាត់ថាមកយប់គាត់ថាមកយប់ហ្នឹងបងរុននេះក៏មិនបានដេកហើយសង្សារចាស់របស់គាត់ហ្នឹងក៏មិនបានដេកទេអាឡ័យដែលរវល់រំលឹកអនុស្សាវរីយ៍ជាមួយគ្នាតាំងពីមុនហើយគាត់ថារបស់សង្សារគាត់អែមគាត់ថាក្អូបអញ្ចឹងណាគាត់និយាយមកខ្ញុំអញ្ចឹងគាត់ថាក្អូបរបស់សង្សារគាត់ហើយទោះបីជាបែកគ្នាយូរមែនប៉ុន្តែការលក្ខណៈថានឹកគ្នាវាខ្លាំងដែរអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យសេចក្តីរੂរៀលហ្នឹងគឺថាខ្លាំងមែនតើយប់ហ្នឹងហើយគាត់ថាយប់ហ្នឹងសម្រេច3-4 ដងអញ្ចឹងណាហើយត្រូវឲ្យគាត់បែកគ្នាយូរដែរអញ្ចឹងទៅអញ្ចឹងអារម្មណ៍បែកគ្នាយូរហ្នឹងវាធ្វើឲ្យពួកគាត់ហ្នឹងលក្ខណៈថាវាពុះគីជ្រោលអញ្ចឹងណាអញ្ចឹងទៅហើយបងរុនគាត់ថាខ្លួនគាត់ទុំសឹងរបស់មិនឈ្នះរបស់សង្សារគាត់ដែរណាព្រោះសង្សារគាត់ជំនាញចកេះជំនាញអីដែរណាគាត់ថាពីក្រោយផងពីលើផងពីឆ្វេងពីស្ដាំអីគឺថានាងចេញមកអស់ហើយអញ្ចឹងណាហើយត្រូវសាច់សង្សាររបស់គាត់និយាយថាសខ្ចីព្រោះអីគេនៅក្មេងដែរតែ22ហើយបងរុន26ណាអញ្ចឹងសិតតែកម្លាំងដូចគ្នាហើយណាមួយនៅបន្ទប់តែ2នាក់ទៀតអញ្ចឹងណាអញ្ចឹងទៅវាធ្វើឲ្យលក្ខណៈថាពុះកជ្រួលទាំងអស់គ្នាហ្មងអញ្ចឹងណាបងរុនគាត់និយាយថាយប់ហ្នឹងគាត់មិនអាចភ្លេចបានទេហើយអរគុណសង្សារចាស់របស់គាត់ដែរដែលបានហៅគាត់នឹងជួនដើរលេងហើយឲ្យគាត់នឹងទៅគេងនៅបន្ទប់របស់គេហើយរំលឹកអនុស្សាវរីយ៍ចាស់ៗអញ្ចឹងណាអញ្ចឹងសាច់រឿងរបស់បងរុនគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណដែលបានសម្ដាប់មកដល់ចប់អញ្ចឹងកុំភ្លេចជួយ Subscribe ចំណែក admin ម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តមកកាន់ admin ជួបគ្នានៅសាច់រឿងក្រោយៗជាបន្តទៀតបងប្អូនសូមអរគុណសូមជម្រាបលា